លំហាត់នេះជាលំហាត់ត្រៀមបាក់ឌុកឬក៏អាចចេញបាក់ឌុកដែរណាលំហាត់គេត្រៀមបាក់ឌុកគេថាធុងមួយគឺបន្ទុកនៅអូស្មန်បូសុតអត់ដឹងថាជាអូស្មန်អីចំនួន2ម៉ូលដែលស្ថិតនៅក្រោមសីតុណ្ហភាព300អង្សាសេគេចង់បានគេនេះថាំប៉ូស៊ីនតិចមធ្យមនិងសំណួរខគេចង់បានថាំប៉ូស៊ីនតិចសរុបអូខេតែដឹងថាំប៉ូស៊ីនតិចមធ្យមរបស់យើងគឺលោកតាំងវាដោយការអ្វីអញ្ចឹងចំពោះថាំប៉ូស៊ីនតិចមធ្យមងាយស្រួលរកទេបើចំពោះអីគេកាលណាយើងដឹងសីតុណ្ហភាពគឺគ្រាន់តែយើងដឹងសីតុណ្ហភាពមកក៏យើងអាចទាញថាំប៉ូស៊ីនតិចមធ្យមបានដែរប៉ុន្តែយើងត្រូវដឹងតម្លៃថេរបស់វាអូខេអញ្ចឹងតាមរូបមន្តថាំប៉ូស៊ីនតិចមធ្យមរបស់យើងគឺវាមានរូបមន្តច្រើនប៉ុន្តែយើងយករូបមន្តណាដែលពាក់ព័ន្ធជាមួយនឹងបំរាប់ដែលគេនោះគឺ3ភាគ2កាបេតេអញ្ចឹងចំណុចនេះគឺហានិភ័យតំណែងគឺកាបេបើសិនជាប្រធានលំហាត់គេដោយកាបេទេដោយសារកាបេជាតម្លៃថេអញ្ចឹងបងប្អូនត្រូវតែដឹងណាតម្លៃថេកាបេស្មើប៉ុន្មានដោយតេរបស់យើងគឺគេឲ្យ300 Kelvin ហ្នឹងត្រូវស្តង់ដាររបស់គេមកនិងកាបេគេឲ្យមកគេអត់ឲ្យទេប៉ុន្តែយើងត្រូវតែដឹងគឺស្មើនឹង 1.38 គុណនឹង10សេគុណដក23ស្ទូលក្នុង Kelvin អូខេអញ្ចឹងយើងយកវាមកជួសមកគេបានការ AV របស់យើងគឺស្មើនឹង3ភាគ2កតាឲ្យ 1.38 គុណនឹង10សេគុណដក23គុណជាមួយនឹងសីតុណ្ហភាពរបស់យើងគឺ300 Kelvin អូខេតាមរយៈការគណនា total មកយើងសង្កេតឃើញថាយើងបានតម្លៃថាមពលគឺ 6.21 គុណនឹង10សេគុណដក21ស្ទូលអូខេនេះគឺជាចម្លើយសំណួរករបស់យើង